សេចក្តីបំភ្លឺព័ត៌មានអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតសូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថាមាន account Facebook មួយឈ្មោះថាអ្នកស៊ើបអង្កេតបានយកវីដេអូនិងរូបភាពចាស់ធ្វើការផ្សព្វផ្សាយឡើងវិញដោយមានខ្លឹមសារដូចនេះថាក្រុងប៉ោយប៉ែតទៀតហើយពួកនេះវាលេងខ្លាចគុកហើយអធិការក្រុងប៉ោយប៉ែតសូមជម្រាបថាមិនមែនជាករណីថ្មីទេជាករណីចាស់នឹងបង្ក្រាបបាននឹងបញ្ជូនសំណុំរឿងទៅកាន់តុលាការរួចជាស្រេចហើយផងដែរនៅថ្ងៃទី25ខែឧសភាឆ្នាំ2025អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតសូមបំភ្លឺព័ត៌មានឲ្យបានជ្រាបថាមានគណនី Facebook មួយដែលមានឈ្មោះអ្នកស៊ើបអង្កេតបានយកវីដេអូនិងរូបភាពចាស់យកមកផ្សព្វផ្សាយឡើងវិញធ្វើឲ្យប៉ះពាល់ដល់កម្លាំងនគរបាលនិងសមាជិកអាជ្ញាធរក្រុងប៉ោយប៉ែតករណីខាងលើនេះកម្លាំងនគរបាលបានបង្ក្រាបនិងឃាត់ខ្លួនបញ្ជូនទៅតុលាការរួចហើយសូមសាធារណជននិងអ្នកលេងតាមបណ្ដាញសង្គម Facebook សូមក៏មានការភ័ន្តច្រឡំព្រោះថាករណីខាងលើនេះកម្លាំងនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនល្មើសទាំងនោះកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីយូរហើយសូមបញ្ជាក់លោករស្មីទូព្រំពិសេសអធិការនគរបាលក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងជំនាញព្រំប្រទានចុះធ្វើការបង្ក្រាបក្រុមក្មេងទំនើបនិងឃាត់ខ្លួនបានចំនួន4នាក់និងនាំខ្លួនជនល្មើសមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅថ្ងៃទី18ខែឧសភាឆ្នាំ2025ដើម្បីសាកសួររួចហើយជនល្មើសបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពពិតប្រាកដមែនកម្លាំងជំនាញនគរបាលយុត្តិធម៌បានកសាងសំណុំរឿងបញ្ជូនជនល្មើសចំនួន4នាក់ទៅកាន់តុលាការខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនីតិវិធីច្បាប់ឲ្យរួចហើយក្រុមក្មេងទំនើបខាងលើបានធ្វើសកម្មភាពនៅចំណុចហាងកាហ្វេយីហោធីតាលក់ម្ហូបកំងស្ថិតក្នុងមណ្ឌល9ភូមិប្រជាធម្មកើតសង្កាត់អូរិស័យក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យលោករស្មីតូព្រំពិសេសអធិការនគរបាលក្រុងប៉ោយប៉ែតក៏បានអំពាវនាវដល់ម្ចាស់គណនី Facebook មានឈ្មោះអ្នកស៊ើបអង្កេតដែលបានយកវីដេអូនិងរូបភាពចាស់មកផ្សព្វផ្សាយឡើងវិញត្រូវតែកែតម្រូវឬមួយផ្សព្វផ្សាយព័ត៌មានណាដើម្បីកុំឲ្យបងប្អូនសាធារណជននិងបងប្អូនប្រើប្រាស់តាមបណ្ដាញសង្គមយល់ច្រឡំបើមិនដូច្នេះទេនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចាត់ការតាមនីតិវិធីច្បាប់ហើយ